បញ្ចប់ត្រឹមមួយយប់នោះទេយោងតាមកាសែតថៃរ៉ាត់ក្រោយហេតុការណ៍ដុតបំផ្ទុះនិងបាញ់ប្រហាររហូតដល់32ករណីនៅយប់ថ្ងៃទី22ខែសីហាឆ្នាំ2026ខ្មាន់កំភ្លើងបានពង្រីកគោលដៅវាយប្រហារដល់ទៅ51ទីតាំងនៅយប់ថ្ងៃទី23ខែសីហាដោយផ្លោងគ្រាប់បែកកំទេចផ្លូវរថភ្លើងបង្គោលភ្លើងនិងប៉ុស្តិ៍យាមរដ្ឋនៅក្នុងខេត្តប៉ាត់តានីគ្រាន់តែហាងលក់ទំនិញ 7-Eleven យ៉ាងហោចណាស់5កន្លែងបានឆេះខ្ទេចគិតត្រឹមថ្ងៃទី24ខែសីហាបង្ខំឲ្យនាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវិរៈគុលកោះប្រជុំសន្តិសុខបន្ទាន់បញ្ជាការដ្ឋានសន្តិសុខផ្ទៃក្នុងភូមិភាគទី4បញ្ជាក់ថាគិតត្រឹមថ្ងៃទី24ខែសីហាការវាយប្រហារបានកើនដល់51ករណីក្នុងខេត្តនរាธิវត្តប៉ាត់តានីនិងយ៉ាឡាក្នុងនោះខេត្តនរាธิវត្តមាន22ករណីយ៉ាឡា18និងប៉ាត់តានី11ដោយមានទាំងការបំផ្ទុះដុតបំផ្លាញនិងវាយប្រហារទ្រព្យសម្បត្តិរដ្ឋនិងឯកជនរួមទាំងអគារពាណិជ្ជកម្មរថយន្តនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតគោលដៅធំៗរបស់ខ្មាន់កំភ្លើងមានទាំងហាង 7-Eleven នៅប៉ាត់តានីយ៉ាងហោចណាស់5ទីតាំងដែលត្រូវបានដុតកំទេចផងនិងប្លន់ផងចំណែកផ្លូវរថភ្លើងនៅនរាธิវត្តត្រូវគ្រាប់បែកបំផ្លាញបង្ខំឲ្យផ្អាកសេវារថភ្លើងមួយចំនួនAP រាយការណ៍ថាការវាយប្រហារបានបណ្ដាលឲ្យជនស៊ីវិល3នាក់រងរបួសប៉ុន្តែមិនមានអ្នកស្លាប់ទេអាជ្ញាធរថៃបញ្ជាក់ថាមកដល់ថ្ងៃទី24ខែសីហាស្ថានភាពសន្តិសុខនៅតែតឹងតែងបង្ខំឲ្យលោកនាយករដ្ឋមន្ត្រីថៃអនុទានឆានវិរៈគុលកោះប្រជុំបន្ទាន់ជាមួយមន្ត្រីសន្តិសុខជាន់ខ្ពស់ដើម្បីពិនិត្យស្ថានភាពនិងវិធានការឆ្លើយតបអាជ្ញាធរខេត្តយ៉ាឡាក៏បានបញ្ជាឲ្យបង្កើនការការពារនិងការត្រៀមខ្លួនដើម្បីទប់ស្កាត់ការវាយប្រហារជាថ្មីចំណែកមូលហេតុវិញមកដល់ថ្ងៃទី24ខែសីហាមិនទាន់មានក្រុមណាចេញមុខទទួលខុសត្រូវនៅឡើយ AP រាយការណ៍ថាការវាយប្រហារទ្រង់ទ្រាយធំបែបនេះជាទូទៅត្រូវបានគេសង្ស័យថាអាចពាក់ព័ន្ធទៅនឹងក្រុម BRN ដែលជាក្រុមបះបោរសំខាន់ជាងគេនៅភាគខាងត្បូងថៃនិងកំពុងទាមទារសិទ្ធិគ្រប់គ្រងខ្លួនឯងនៅក្នុងតំបន់នោះមេបញ្ជាការកងទ័ពភូមិភាគទី4ថៃលោកណូរ៉ាធីប៉ុយណុកនិយាយថាអំពើហិង្សានេះអាចជាការសងសឹករបស់បណ្ដាញខុសច្បាប់ដែលរងផលប៉ះពាល់ពីការបង្ក្រាបកាន់តែខ្លាំងរបស់អាជ្ញាធរជាពិសេសទៅលើក្រុមចែកចាយគ្រឿងញៀននិងរថពន្ធខ្ញុំរស់សុធាពី News Today NTTV ត្រាតជំនាញធ្វើការងារបានទាំងដីតឹងដីគោកដីរឹងខែប្រាំងខែភាសាធ្វើចំការក៏បានរហ័សទាន់ចិត្តបងប្អូន John Deere ត្រាក់ទ័រខ្លាំងរឹងមាំដៃគូជីវិតដ៏អស្ចារ្យរបស់កសិករខ្មែរមកពីអាមេរិក